ប្រវត្តិខេត្តព្រៃវែងខេត្តព្រៃវែងមានទីតាំងនៅភាគនិរតីនៃទន្លេមេគង្គដ៏មានសក្តានុពលក្រុងព្រៃវែងស្ថិតនៅក្នុងខេត្តព្រៃវែងដែលមានព្រំប្រទល់ខាងជើងជាប់នឹងស្រុកពោធិ៍រាំងនិងខាងត្បូងជាប់នឹងស្រុកពីមរនិងខាងកើតទល់នឹងស្រុកពោធិ៍រាំងនិងស្រុកស្វាយអន្តរនិងខាងលិចទល់នឹងស្រុកពោធិ៍រាំងខេត្តបាភ្នំបច្ចុប្បន្នបានប្ដូរទៅជាស្រុកបាភ្នំខេត្តព្រៃវែងជាយូរលង់ណាស់មកហើយស្រុកបាភ្នំក៏កើតឡើងដោយមានឈ្មោះថានគរបាភ្នំនគរនេះមានព្រះមហាក្សត្របានដឹកនាំមេទ័ពស្រីនិងប្រុសយ៉ាងខ្លាំងពូកែគ្រប់គ្រងលើតំបន់អាណាខេត្តនានាទាំងអស់ទ័ពការពារនគរបាភ្នំមានទ័ពបានិងទ័ពមេជាច្រើនហើយបណ្ដេញទ័ពបរទេសតែងតែបាក់ខ្លបខ្លាចទ័ពនគរបាភ្នំនៅសម័យនោះគឺស្ត្រីដែលដណ្ដឹងប្រុសម្យ៉ាងទៀតទ័ពបានិងទ័ពមេតែងតែប្រឡងប្រជែងគ្នាលើការបម្រើនគរហើយក៏នាំគ្នាពូនភ្នំប្រឡងប្រជែងខាងបាគេពូនភ្នំខាងបាខាងមេដែងគេពូនភ្នំខាងមេដែងនិងសន្មតផ្កាយប្រក្រាស់គឺឈប់សម្រាកពូនភ្នំពេលនោះទ័ពខាងមេដែលមានល្បិចចង់ឈ្នះទ័ពខាងបាបានធ្វើគុំបង្ហោះមួយខ្ពស់នៅខាងគេខាងបាបានឃើញហើយនោះសន្មតថាផ្កាយប្រក្រាស់ក៏ឈប់សម្រាកពូនភ្នំខាងទ័ពមេដែងគេនៅពូនភ្នំរហូតដល់ផ្កាយប្រក្រាស់ដូច្នេះខាងមេដែងគេពូនភ្នំបានខ្ពស់ជាងខាងទ័ពបាគេបន្តប្រឡងប្រជែងគ្នាខាងបាញ់ធ្នូទៅវិញទៅមកបន្តទៀតខាងទ័ពបាគេកាច់ឈើល្អៗធ្វើជាព្រួញបាញ់ទៅខាងមេដែងជាប់នាមថាភ្នំឈើកាច់ខាងទ័ពភ្នំមេដែងគេកាច់ឈើតូចតាចមិនល្អធ្វើព្រួញបាញ់មកខាងទ័ពភ្នំបាម្ល៉េះហើយភ្នំឈើកាច់មានដើមឈើតូចតាចទៀតមិនល្អដល់រហូតដល់សព្វថ្ងៃនឹងជាប់នាមមកថាភ្នំបានិងភ្នំមេដែងបណ្ដាទ័ពភ្នំបានិងភ្នំមេដែងបានបន្តប្រឡងប្រជែងមហន្តរិទ្ធដោយទ័ពបាប្រើដំរីស្ដទៅពុតភ្នំមេដែងបាក់មួយជំហានខាងជើងឯទ័ពភ្នំមេដែងបានប្រើមន់សម្រាប់កកាយភ្នំបាឲ្យរតាក់រតាយគ្នាដូចជាភ្នំមន់កាយคล้ายមកជាភ្នំធម្មកាជាដើមមេទ័ពមួយមានមហន្តរិទ្ធខ្លាំងពូកែឈ្មោះថាតេជោមានប្រពន្ធឈ្មោះថារតជាសិស្សសំណប់ចិត្តរបស់ព្រះមហាក្សត្រគ្រប់គ្រងទាំងអស់តេជោនិងនាងរតមានកូន6ឈ្មោះថាមគ្គរីផលហើយបានបញ្ជូនទៅបំពេញវិជ្ជានៅសាលាទ័ពនគរក្រិចស្ដេចក្រិចទទួលការរាប់អានស្រឡាញ់មគ្គរីផលណាស់ដោយប្រគល់មគ្គរីផលឲ្យទៅមេទ័ពក្រិចម្នាក់ដែលជាអាចារ្យទេសាបមកបង្ហាត់បង្រៀនក្បួនវេទមន្តនិងក្បួនចម្បាំងសាងសង់ទាំងឡាយមគ្គរីផលរៀនសូត្រពូកែលើសិស្សដទៃទៀតពេលនោះស្ដេចក្រិចនិងអាចារ្យទេសាបមកទ្រង់សពរិទ្ធហាតីនិងស្រឡាញ់មគ្គរីផលណាស់ស្ដេចក្រិចទ្រង់បញ្ជាឲ្យមេទ័ពក្រិចគឺអាចារ្យទេសាបមកឲ្យរកល្បិចយ៉ាងណាកុំឲ្យមគ្គរីផលវិលត្រឡប់មកនគរបាភ្នំវិញបានមេទ័ពក្រិចមានកូនក្រមុំឈ្មោះថាមេសដែលគាត់នឹងផ្សំផ្គុំមគ្គរីផលមេទ័ពក្រិចរូបនោះបាននិយាយលងលំផងនិងបាននិយាយគំរាមផងដែរដោយថាបើមគ្គរីផលក្បត់សន្យានឹងកាត់ក្បាលចោលរហូតធ្វើឲ្យមគ្គរីផលខ្លាចនឹងធ្វើតាមកិច្ចសន្យាបន្ទាប់ពីបានខ្លាយជាមេទ័ពនិងបានរៀបការជាមួយនឹងនាងមេសអស់រយៈពេល3ឆ្នាំពួកគេក៏ទទួលបានកូន6ឈ្មោះថាគិរីជោកាលនោះនគរភ្នំមានការសឹកសង្គ្រាមនិងទ័ពជិតខាងឈ្លានពានព្រះមហាក្សត្រនគរភ្នំបានត្រាស់បញ្ជាឲ្យតេជោដែលមានវ័យចំណាស់ប្រមូលពលវាបង្ក្រាបសត្រូវឆ្លៀតឱកាសនោះតេជោឪពុកបានផ្ញើសម្បត្តិមួយទៅមគ្គរីផលដែលជាកូនដោយបញ្ជាក់ថាគាត់ឈឺធ្ងន់ក្រោយបានទទួលដំណឹងភ្លាមមគ្គរីផលក៏សម្រេចចិត្តរត់ចោលប្រពន្ធកូនមកដល់នគរបាភ្នំជាស្រុកកំណើតជួបជុំឪពុកម្ដាយការរត់នេះព្រោះខ្លួនបានក្បត់សន្យាជាមួយឪពុកក្មេកកាលពីពេលកន្លងមកបន្ទាប់ពីកូនប្រុសត្រឡប់មកវិញតេជោនិងនាងរតក៏បាននាំកូនប្រុសទៅគាល់ព្រះមហាក្សត្រពេលនោះស្ដេចនគរភ្នំទ្រង់សពរិទ្ធហាតីជាមួយនឹងមគ្គរីផលជាខ្លាំងក៏តែងតាំងជាមេទ័ពបន្ទាប់មកព្រះមហាក្សត្រក៏បានបញ្ជាឲ្យធម្មតេជោដែលជាឪពុកនិងមគ្គរីផលប្រមូលទ័ពមានទ័ពដំរីទ័ពដំបងដែកស្នលំពេងទ័ពទុងស្គរធ្នូស្នាទ័ពបោះលៀនដើម្បីបង្ក្រាបទ័ពឈ្លានពានដូចនេះទ័ពត្រូវពង្រាយជុំវិញនគរភ្នំមានទីតាំងមកភ្នំព្រៃដំរីរហូតដល់ភ្នំមេដែងចំណែកស្ដេចនគរក្រិចវិញការបានដឹងថាមគ្គរីផលរត់ចោលនគរក្រិចរត់ចោលប្រពន្ធកូនហើយក្បត់នឹងកិច្ចសន្យាក៏ត្រាស់ឲ្យមេទ័ពក្រិចដែលជាឪពុកក្មេកមគ្គរីផលឲ្យមានវិធានការតាមសម្រាប់មគ្គរីផលបន្ទាប់មកអាចារ្យទេសាបមកនិងជាមេទ័ពបានធ្វើហឹបយន្តមួយថ្វាយស្ដេចក្រិចនិងផ្ញើសារមកនគរភ្នំដោយសង្កត់ធ្ងន់ថាហឹបយន្តនេះអ្នកខ្លាំងពូកែទើបអាចបើកបានបើបើកមិនបានទេនគរក្រិចនឹងលើកទ័ពមកកំទេចនគរភ្នំដាក់ជាចំណោះព្រះមហាក្សត្រក៏រិះរកអ្នកខ្លាំងពូកែដើម្បីបើកហឹបនោះ
ពេលនោះមគ្គរីផលដឹងខ្លួនថាហឹបយន់នោះច្បាស់ជាឪពុកក្មេកផ្ញើមកឲ្យកាត់ក្បាលគាត់ហើយហឹបនេះមានតែរូបគាត់ទេទើបអាចបើកបានមគ្គរីផលស្រឡាញ់នគរនិងព្រះមហាក្សត្របាននិយាយដំណើររឿងនេះជូនឪពុកស្ដាប់ហើយអង្គញាធម្មតេជោក៏នាំដំណឹងនេះទៅបង្គំគាត់ស្ដេចបន្ទាប់មកស្ដេចក៏ត្រាស់បង្គាប់ឲ្យមគ្គរីផលបើកហឹបយន់នោះពេលហឹបយន់នោះបើកម៉ាស៊ីនក៏បានកាត់ក្បាលមគ្គរីផលធ្លាក់ចូលក្នុងហឹបយន់នោះរួចក៏បានយកហឹបនោះទៅនគរក្រិចវិញរីឯនាងមេសនិងកូនពេលបានដឹងដំណឹងនេះក៏នាំគ្នាមកដល់នគរបាភ្នំដែលកំពុងតែតម្កល់សពមគ្គរីផលហើយពេលមកដល់ឪពុកម្ដាយក្មេកក៏នាំនាងនិងកូនទៅគាល់ស្ដេចបន្ទាប់មកស្ដេចនគរភ្នំតែងតាំងនាងជាមេទ័ពនិងកូនជាទីប្រឹក្សាផ្ទាល់របស់នាងក្រោយពីឃើញសាកសពឪពុកការីជោក៏ចង់ជប់សពឲ្យរស់ឡើងវិញតែរកក្បាលមកដាក់មិនត្រឹងដងខ្លួនឪពុកក៏សម្រេចកាត់ក្បាលដំរីមកដាក់ស្រាប់តែមគ្គរីផលបានរស់ឡើងវិញតែមានខ្លួនជាមនុស្សនិងក្បាលជាដំរីដែលគេតែងហៅថាព្រះកណេសលុះដំណរក្រោយមកនាងមេសនិងកូនបានបម្រើស្ដេចបម្រើទ័ពនិងប្រជាពលរដ្ឋបានសុខសាន្តរហូតមកដោយអនុវត្តតាមព្រះរាជាបញ្ជាបុណ្យរំលឹកគុណមគ្គរីផលដែលតមកហៅថាបុណ្យឡើងអ្នកតាប្រវត្តិនគរភ្នំបានថ្លែងមកជាអាណាចក្រខេត្តបាភ្នំហើយមកជាស្រុកបាភ្នំចៅហ្វាយអាណាចក្រខេត្តឬស្រុកមានងារថាអ្នកអង្គញាធម្មតេជោហើយចៅហ្វាយស្រុកបាភ្នំមានត្រាជារូបហនុមានដល់ហើយបើយើងងាកមកចាប់អារម្មណ៍អំពីតំបន់ទេសចរនៅក្នុងខេត្តព្រៃវែងខេត្តព្រៃវែងមានតំបន់ទេសចរវប្បធម៌តំបន់ទេសចរធម្មជាតិនិងតំបន់ទេសចរកែច្នៃមួយចំនួនដែលអាចទាក់ទាញភ្ញៀវក្នុងស្រុកឬក៏ភ្ញៀវមកពីបណ្ដាខេត្តក្រុងផ្សេងៗនិងភ្ញៀវបរទេសបានទី1រមណីយដ្ឋាននគរភ្នំទី2ប្រាសាទព្រះវិហារច័ន្ទស្ថិតនៅក្នុងស្រុកបាភ្នំទី3គឺទំនប់ស្នេហ៍ស្ថិតនៅក្នុងស្រុកបាភ្នំទី4មជ្ឈមណ្ឌលភ្ញោះគុនត្រីពូជភូមិបាទីស្ថិតនៅក្នុងឃុំពីមរស្រុកពីមរទី5ភោជនីយដ្ឋានបារាយអណ្ដែតដែលមានទីតាំងស្ថិតនៅក្នុងបារាយអណ្ដែតឃុំបារាយអណ្ដែតស្រុកកំពង់លាវទី6វាលចុងពដែលមានទីតាំងស្ថិតនៅក្នុងភូមិលេខ1សង្កាត់កំពង់លាវក្រុងព្រៃវែងទី7ប្រាសាទព្រៃដើមស្រុកដែលមានទីតាំងនៅក្នុងឃុំព្រៃដតឹងឃុំព្រៃចង្ក្រានស្រុកស៊ីធោកណ្ដាលទី8ទូកងវែងជាងគេលើលោកនិងទី9កន្លែងមើលសត្វស្លាបបឹងស្នេហ៍